ឆ្នាំ1967និងឆ្នាំបន្តមកទៀតសហរដ្ឋអាមេរិកបានបង្កើនការទម្លាក់គ្រាប់បែកនិងការវាយប្រហារទៅលើប្រទេសកម្ពុជាយ៉ាងសម្បើមអស្ចារ្យបើប្រៀបធៀបទៅឆ្នាំ1965គេអាចនិយាយបានថានៅពេលនោះសហរដ្ឋអាមេរិកបានរំលោភច្បាប់អន្តរជាតិដោយកម្រោលរួមបញ្ចូលទាំងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ1954ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងមាត្រា1វគ្គខណ្ឌទី8នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកទៀតផងប៉ុន្តែទន្ទឹមនោះកងទ័ពកុម្មុយនីសវៀតណាមមិនត្រឹមតែមិនគោរពបូរណភាពដែនដីខ្មែរប៉ុណ្ណោះទេគឺបានប៉ះពាល់ជាទម្ងន់ដល់អធិបតេយ្យរបស់ខ្មែរទៀតផងនៅក្នុងពេលជាមួយគ្នានោះបន្ទាប់ពីការផ្ទុះឡើងនៃព្រឹត្តិការណ៍បដិវត្តន៍វប្បធម៌នៅប្រទេសចិននៅឆ្នាំ1966សម្ដេចនរោត្តមសីហនុត្រូវប្រឈមមុខនឹងឥទ្ធិពលនៃសៀវភៅក្រហមរបស់ម៉ៅសេទុងនៅក្នុងប្រទេសកម្ពុជាផងដែរនៅថ្ងៃ2កញ្ញាឆ្នាំ1967សម្ដេចនរោត្តមសីហនុបានសម្រេចបិទសមាគមមិត្តភាពចិនខ្មែររបស់លោកភូកឆាយនិងលោកហ៊ូនឹមតែម្ដងប៉ុន្តែដោយបដិវត្តន៍វប្បធម៌ចិនបានរាលដាលដល់មជ្ឈដ្ឋានផ្សេងទៀតដូចជានៅក្នុងមួយភាគធំនៃមជ្ឈដ្ឋាននិស្សិតនិងមួយផ្នែកនៃមជ្ឈដ្ឋានសារព័ត៌មានសម្ដេចនរោត្តមសីហនុគ្មានជំរឿសអ្វីទៀតក្រៅពីបិទសមាគមនិស្សិតខ្មែររបស់លោកភូកឆាយនិងកាសែតមួយចំនួនទេនៅក្នុងពេលដដែលនោះបន្ទាប់ពីលោកហ៊ូនឹមរត់ទៅជ្រកនៅក្នុងព្រៃភ្នំក្រវាញនៅថ្ងៃ7តុលាប៉ូលីសរបស់សម្ដេចនរោត្តមសីហនុបានចាប់និស្សិតជាច្រើនរូបហើយនិស្សិតមួយចំនួនបានត្រូវបាត់ខ្លួនថែមទៀតនៅថ្ងៃ25តុលាឆ្នាំ1967ដដែលនោះសម្ដេចនរោត្តមសីហនុថ្កោលទោសយ៉ាងខ្លាំងដល់អ្វីដែលព្រះអង្គហៅថាខ្មែរក្រហមនិងខ្មែរខៀវគឺនៅពេលនោះហើយដែលនិស្សិតគ្រូបង្រៀនសាស្ត្រាចារ្យជាច្រើនពាន់នាក់នាំគ្នារត់ចូលព្រៃដូច្នេះឃើញថាចាប់តាំងពីចុងឆ្នាំ67នោះមកសម្ដេចនរោត្តមសីហនុព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជាត្រូវប្រឈមមុខនឹងសត្រូវផ្ទៃក្នុងដល់ទៅ2ប្រភេទគឺទាំងអ្នកដែលមានទំនោរទៅរកសហរដ្ឋអាមេរិកនិងអ្នកដែលប្រឆាំងនឹងសហរដ្ឋអាមេរិកយ៉ាងណាមិញការបះបោរប្រជាកសិករនៅសំរោទក្នុងខេត្តបាត់ដំបងក៏ជារូបភាពមួយនៃការប្រយុទ្ធរវាងខ្មែរកុម្មុយនីសនិងរដ្ឋាភិបាលរបស់ឧត្តមសេនីយ៍លន់នល់ដែរប៉ុន្តែរឿងដែលធ្ងន់ធ្ងរជាងនេះទៅទៀតគឺការដែលកងទ័ពវៀតកុងបាននាំគ្នាមកតាំងទីនៅក្នុងទឹកដីកម្ពុជាទោះជាយ៉ាងនេះក៏ដោយក៏សម្ដេចនរោត្តមសីហនុមិនអនុញ្ញាតឲ្យអាមេរិកទម្លាក់គ្រាប់បែក B-52 ដើម្បីកំទេចទីតាំងរបស់វៀតកុងនៅក្នុងទឹកដីខ្មែរដែរព្រោះព្រះអង្គជឿថាអ្នកទទួលរងគ្រោះគឺប្រជាជនខ្មែរតែប៉ុណ្ណោះនៅដើមឆ្នាំ1968សហរដ្ឋអាមេរិកចាប់ផ្ដើមយល់ថាសម្ដេចនរោត្តមសីហនុគ្មានជំរឿនអ្វីទៀតក្រៅពីដេញកងទ័ពកុម្មុយនីសវៀតណាមចេញឲ្យអស់ពីប្រទេសកម្ពុជាទេហើយម្យ៉ាងទៀតព្រះអង្គក៏ពុំមែនចង់ឲ្យប្រទេសកម្ពុជាក្លាយទៅជាកុម្មុយនីសដែរប៉ុន្តែមិត្តភាពរបស់ព្រះអង្គជាមួយបណ្ដាប្រទេសកុម្មុយនីសជាចំណងមួយដែលមិនអនុញ្ញាតឲ្យព្រះអង្គរើខ្លួនរួចទាល់តែសោះគឺបើរើខ្លួនតែបន្តិចអំណាចរបស់ព្រះអង្គនឹងត្រូវរង្គោះរង្គើមួយរំពេចហើយនៅពេលនោះខ្មែរក្រហមមុខជានឹងវាយរំលំព្រះអង្គជាពុំខានមួយចំណែកទៀតបើបាត់បង្អែកពីខ្មែរក្រហមពីបណ្ដាប្រទេសកុម្មុយនីសនានាព្រះអង្គនឹងត្រូវអ្នកអភិរក្សស្ដាមនិយមធ្វើរដ្ឋប្រហាររំលំព្រះអង្គដដែលជាដដែលគឺនៅពេលនោះហើយដែលបេសកកម្មរបស់លោក Chester Bone ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសឥណ្ឌា
និងលោកអាកាស៊ីបេសកជនពិសេសរបស់អង្គការសហប្រជាជាតិបានទទួលបរាជ័យទាំងស្រុងនៅដើមឆ្នាំ1968នៅពេលនោះពួកខ្មែរក្រហមចាប់ផ្ដើមប្រយុទ្ធនឹងកងទ័ពរបស់ឧត្តមសេនីយ៍លន់នល់យ៉ាងខ្លាំងគឺហាក់បីដូចជាសម្ដេចនរោត្តមសីហនុគ្មានឥទ្ធិពលអ្វីទៀតទាំងអស់នៅថ្ងៃ17មករាឆ្នាំ1968នោះខ្មែរក្រហមបានធ្វើការវាយប្រហារទៅលើទីតាំងរដ្ឋាភិបាលនៅបាណានក្នុងខេត្តបាត់ដំបងហើយយកកំភឿងបាន32ដើមនេះជាការវាយប្រហារផ្លូវអាវុធលើកដំបូងបង្អស់នៃអ្វីដែលខ្មែរក្រហមហៅថាកងទ័ពរំដោះប្រដាប់អាវុធបដិវត្តន៍សកម្មភាពយោធារបស់ខ្មែរក្រហមចេះតែមានបន្តមកទៀតតាំងពីពេលនោះមកជនជាតិភាគតិចនៅតំបន់ព្រៃភ្នំរតនគិរីនិងមណ្ឌលគិរីបាននាំគ្នាចូលខ្មែរក្រហមយ៉ាងច្រើននៅថ្ងៃ31មករារដ្ឋាភិបាលបានត្រូវប្រគល់ទៅឲ្យលោកប៉ែននុតរដ្ឋាភិបាលនេះបានត្រូវប្រសិទ្ធនាមថារដ្ឋាភិបាលផ្សងសំណាងចុងក្រោយ Gouvernement de la dernière chance នៅទីបំផុតនៅថ្ងៃ19កុម្ភៈប្រទេសកម្ពុជាបានសុខចិត្តទទួលជំនួយសេដ្ឋកិច្ចនិងយោធាពីសហរដ្ឋអាមេរិកវិញខ្ញុំសូមស្ទះត្រង់នេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងនិយាយអំពីសភាពការឆ្នាំ68នេះបន្តទៅទៀត